Mà ngày mốt nhưng bạn ốc nông TikTok hay nhưng khơi video bằng tộc để quạt ban giấy không podcast muối để quạt ban giấy thà. Si mà chu đạiខ្ញុំស្អប់ណាស់អាពាក្យហ្នឹងខ្ញុំចង់កាត់ចោលជូđạiឲ្យគេប្រហើអីកកោអីម្ដងទៅបើគ្រួសារណែចង់ទៅតែខ្លួនឯងកុំងំប្តីខ្ញុំឲ្យទៅខ្ញុំគ្រប់គ្រងសម្ដីគាត់100%តែម្ដងចាខ្ញុំមិនដឹងថាសម្រាប់បងប្អូននារីដតីគេគិតមកជាប៉ុន្តែសម្រាប់ខ្ញុំមានគោលការណ៍ខ្លួនឯងមួយគឺប្តីខ្ញុំអាចធ្វើអីខុសក៏បានដែរខ្ញុំអាចលើកលែងទោសលើកលែងកំហុសឲ្យគ្រប់បែបយ៉ាងប៉ុន្តែរឿងផាត់ក្បត់រឿងមាននារីខាងក្រៅមួយគឺខ្ញុំអាចលើកលែងទោសឲ្យបានដែរដោយសារតែខ្ញុំធ្លាប់ឃើញមានមនុស្សស្រីដែលខ្ញុំធ្លាប់ស្គាល់អញ្ចឹងណាដៃគូគាត់ឬក៏សង្សារគាត់លួចមានស្រីនៅខាងក្រៅគាត់ចាប់បានហើយគាត់អាចអត់ឱនទោសឲ្យគាត់បានម្ដងពីរដង3ដង4ដង5ដងច្រើនដងហើយម្នាក់ប្រុសហ្នឹងនៅតែធ្វើកំហុសហ្នឹងអត់ដែរបើសម្រាប់ខ្ញុំហ្មងខ្ញុំធ្វើអត់បានទេដោយសារតែបញ្ហាហ្នឹងគឺជាបញ្ហាភាពស្មោះត្រង់របស់មនុស្សហើយមិនចាំបាច់និយាយដល់រឿងស្នេហាដៃគូជីវិតអីទេសូម្បីតែមិត្តភក្តិក៏ដោយបើសិនបើខ្ញុំរកឃើញថាមនុស្សម្នាក់ហ្នឹងមិត្តភក្តិម្នាក់ហ្នឹងអត់មានភាពស្មោះត្រង់មួយខ្ញុំទេគឺខ្ញុំបាច់បាយហើយចាមិនថាស្នេហាឬក៏មិត្តភក្តិអីគាត់អាចធ្វើអីខុសមកលើខ្ញុំក៏បានទោះកំហុសធំប៉ុណ្ណាក៏ខ្ញុំអាចផ្ដល់ឱកាសខ្ញុំអាចលើកលែងទោសឲ្យបានដែរប៉ុន្តែបើសិនបើពួកគាត់អត់មានភាពស្មោះត្រង់មួយខ្ញុំទេខ្ញុំអាចលើកលែងឲ្យបានតែខ្ញុំនិយាយហ្នឹងមិនខ្ញុំនិយាយល្អតាគួរណាសូម្បីតែមួយប្តីខ្ញុំក៏ខ្ញុំធ្លាប់និយាយប្រាប់គាត់ដែរខ្ញុំនិយាយប្រាប់គាត់មកថាប្តីបងអាចធ្វើអីខុសមកលើអូនក៏បានដែរប្រពន្ធអាចផ្ដល់ឱកាសអាចលើកលែងទោសឲ្យប្តីបានទាំងអស់ប៉ុន្តែរឿងភាពស្មោះត្រង់មួយប្តីអាចទៅមានស្រីខាងក្រៅញ៉ាយស្រីបាច់ទៅមានទេសូម្បីតែញ៉ាយស្រីខាងក្រៅបើប្រពន្ធដឹងចាគឺចប់ហើយនៅក្នុងវីដេអូបងតោហ្នឹងគាត់បាននិយាយពីរឿងមិត្តភ័ក្តិដែលនាំប្តីគាត់ទៅខាងក្រៅទៅក្រៅអូខេទៅអោបនារីទៅមានស្រីអីចឹងណា Yes so I want to share my own experience too ហើយរឿងដែលខ្ញុំបានជួបហ្នឹងមិនមែនត្រឹមតែលើទេគឺតាំងពីពេលដែលខ្ញុំនៅតាក់ទងគ្នាជាមួយប្តីខ្ញុំដែលមិនទាន់បានភ្ជាប់ពាក្យមិនទាន់បានការអីចឹង actually ពេលហ្នឹងមានពូម្នាក់ដែលស្គាល់គ្នាស្គាល់ទាំងខ្ញុំស្គាល់ទាំងបងជាតិហើយស្គាល់ថាពីរនាក់ខ្ញុំនៅមួយគ្នាដូចគ្នាអញ្ចឹងគាត់បានឆាតមកប្រាប់ប្តីខ្ញុំថាមានកូនស្រីម្នាក់ស្រឡាញ់គាត់កូនស្រីហ្នឹងក៏ខ្ញុំស្គាល់ដែរខ្ញុំដឹងដែរប្រាប់ថាស្រឡាញ់គាត់ហើយបងជាតិគាត់បានព្យាយាមបកកាយមួយពូហ្នឹងប្រាប់ថាគាត់អត់ស្រឡាញ់ទេគាត់មានសង្សារហើយគាត់មានដៃគូហើយអញ្ចឹងទៅនិយាយទៅគាត់បកកាយពីរដងពូហ្នឹងនៅតែនិយាយណែនាំអីចឹងហើយខ្ញុំចាំពាក្យមួយដែលគាត់បាននិយាយញ៉ាសាសលេងមកហ្នឹងគាត់ប្រាប់ថាយើងជាមនុស្សប្រុសហាបើមានគេស្រឡាញ់ហើយស្រឡាញ់គេវិញទៅគាត់ថាយើងលាក់បាំងជាមួយមនុស្សម្នាក់ទៀតទៅគាត់មានន័យថាបើសិនតែកូនស្រីហ្នឹងស្រឡាញ់គាត់ហើយទទួលស្រឡាញ់គ្នាមួយគេទៅគ្រាន់តែលាក់បាំងមួយដៃគូលាក់បាំងមួយសង្សារខ្លួនឯងទៅបានហើយខ្ញុំមាន like what the fuck man ពូហ្នឹងមិនក្មេងទេណាគ្នាអាយុច្រើនណាស់50 60 ឆ្នាំ50 60ឆ្នាំហើយទាំងតែពេលហ្នឹងបងព្យាយាមបកកាយមួយគាត់3 4 5ដងគាត់នៅតែសឹកចេះណែនាំបងរៀនមកបងរៀនឲ្យគេចេះលួចមានស្រីហើយខ្ញុំហួសចិត្តខ្លាំង yes and so វីដេអូហ្នឹងខ្ញុំចង់ផ្ដាំផ្ញើទៅបងបរោះថាបើសិនជាខ្លួនឯងជាមនុស្សប្រុសដែលខលខូចខលជាមួយស្រីញីហើយមិនបាច់មកបង្រៀនប្តីអ្នកដតីសង្សារដៃគូអ្នកដតីឲ្យខូចពីខ្លួនឯងទេខូចតែខ្លួនឯងម្នាក់ឯងទៅបានហើយមួយទៀតខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូននារីយើងថាសូមកំណត់ដែនកំណត់របស់ខ្លួនឯងឧទាហរណ៍ថាខ្ញុំកំណត់ដែនកំណត់របស់ខ្ញុំគឺប្តីខ្ញុំអាចធ្វើអីខុសមកលើខ្ញុំក៏ខ្ញុំអាចទទួលយកបានដែរខ្ញុំអាចផ្ដល់ឱកាសអាចលើកលែងទោសកំហុសឲ្យគាត់បានតែរឿងមានស្រីនេះមួយខ្ញុំអត់អាចទទួលយកបានទេហើយដែនកំណត់របស់ខ្ញុំនេះខ្ញុំមិនមែនតែសេតពេលដែលខ្ញុំបានការមួយគ្នានិយាយទៅគឺតាំងពីខ្ញុំនៅជាសង្សារមួយគ្នាមកគឺដែនកំណត់របស់ខ្ញុំធ្វើអីខុសក៏បានដែរប៉ុន្តែអាចលួចមានស្រីអាចក្បត់ខ្ញុំបានទេសូមខ្ញុំចង់លើកទឹកចិត្តដល់បងប្អូននារីដតីទៀតថាគួរតែកំណត់ដែនកំណត់របស់ខ្លួនឯងឲ្យច្បាស់លាស់កុំចាប់បានគេក្បត់3 4 5 6 7ដងហើយនៅតែអត់ឱនកំហុសឲ្យគេធ្វើអីហី it's already too much វាហួសហេតុពេកហើយព្រោះដល់ពេលយើងនៅតែអត់ឱនកំហុស it's okay រហូតទៅវាធ្វើឲ្យខ្លាចទៅជាទម្លាប់មួយរបស់ម្នាក់ប្រុសហ្នឹងគាត់នឹងគិតថាគាត់នៅតែអាចលួចមានស្រីនៅខាងក្រៅទៀតបានពេលដែលប្រពន្ធពេលដែលដៃគូគាត់បានដឹងគាត់គ្រាន់តែទៅសុំទោសទៅលួងលោមទៅសន្យាថាគាត់ឈប់ហើយរឿងនឹងចប់ហើយខ្ញុំនិយាយនេះមិនមែនចង់ចាក់រុកក្នុងរឿងស្នេហាគ្រួសារអ្នកដទៃទេប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យមនុស្សស្រីកុំឲ្យគាត់ខ្លាចជាជនរងគ្រោះក្នុងរឿងនេះព្រោះតាមតែខ្ញុំមើលទៅឃើញមានមនុស្សស្រីជាច្រើនគាត់ខ្លាចជាជនរងគ្រោះក្នុងរឿងនេះហើយដោយសារតែមនុស្សស្រីយើងពេលដែលយើងស្រឡាញ់នរណាម្នាក់គឺយើងស្រឡាញ់ខ្លាំងបំផុតសឹងតែមនុស្សដែលយើងស្រឡាញ់ហ្នឹងយើងគិតជាងខ្លួនឯងទៀតអញ្ចឹងពេលថ្ងៃមួយដែលយើងចាប់បានថាមនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុតហ្នឹងលួចផាត់ក្បត់យើងបេះដូងយើងនេះវានឹងបែកជារាប់ម៉ឺនរាប់លានចំណែកខ្ញុំធ្វើវីដេអូនេះឡើងគឺចង់ទឿនរំលឹកដល់បងប្អូននារីយើងកុំឲ្យគាត់ខ្លាចជាជនរងគ្រោះក្នុងរឿងនេះទៀតវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយ